จัดจองแต่ออกเลยបាទមួយវិនិតិសូមគោរពបាទសូមអរគុណបាទហើយមុននឹងចេញដំណើរគឺសូមឲ្យបងប្អូនយើងសូមបាទពេលធ្វើពិធីសិនធ្វើពិធីនិយាយយកឥឡូវបងប្អូនយើងធ្វើពិធីចាក់ឈាមដើម្បីគោរពនៃឈាមនៃការពិតរបស់លោកបណ្ឌិតកាំលីហើយនៅនឹងដែរយើងខ្ញុំក៏មានលិខិតចំហមួយអានទៅជូនលោកបណ្ឌិតផងដែរអញ្ចឹងយើងនឹងចាប់ផ្ដើមនៃកម្មវិធីរបស់យើងតែអាននៅខាងក្រោយ Yes អាឡូអូខេដល់ចាប់ដើមលិខិតចំហជូនលោកបណ្ឌិតកាំលីលោកបណ្ឌិតជាទីគោរពសូមចេញខ្សែហ្នឹងតែលោកត្រូវបានគេឆក់យកជីវិត Sorry ចាប់តាំងពីថ្ងៃដែលលោកបាត់ភ្នែកទៅសង្គមកម្ពុជាហាក់កាន់តែធ្លាក់ដុនដាបពីឯភាពអយុត្តិធម៌កាន់តែចាប់រឹសជ្រៅទៅយុវជនសកម្មជនបរិស្ថាននិងអ្នកស្នេហាជាតិដែលហ៊ានដើរតាមគន្លងការពិតរបស់លោកត្រូវបានគេតាមយាយីចាប់ចងដាក់ច្រវាក់និងរុញចូលពន្ធនាគារជាបន្តបន្ទាប់ដើម្បីបំផាក់ស្មារតីសង្គមស៊ីវិលកុំឲ្យងើបតវ៉ាអ្វីដែលកាន់តែឈឺចាប់បំផុតនោះគឺភាពទន់ខ្សោយនៃប្រព័ន្ធដឹកនាំរដ្ឋបច្ចុប្បន្នបាននឹងកំពុងធ្វើឲ្យជាតិមាតុភូមិប្រឈមនឹងហានិភ័យខ្ពស់ធនធានធម្មជាតិរលាយហិនហោចនិងបាត់បង់អធិបតេយ្យភាពទឹកដីជាបណ្ដើដែលជាហេតុធ្វើឲ្យកូនខ្មែរគ្រប់រូបខ្សឹបខ្សួលឈឺចាប់ហួសថ្លែងចាប់ដល់ប៉ុន្តែទោះជាមេឃភ្នំកំពុងកង្កឹតយ៉ាងណាក៏ការលះបង់របស់លោកបណ្ឌិតឥតនៃឡើយឈាមដែលហូរជាធរណីបានคล้ายជាក្របពូជបណ្ដុះស្មារតីយុវជនឈាមខ្មែរជាគ្រប់ជំនាន់ក្រោយឲ្យហ៊ានក្រោកឈរការពារជាតិពិតប្រាកដរាល់ពេលដែលសង្គមរងការគៀបសង្កត់រាល់ពេលដែលអ្នកតស៊ូមតិរងនៅភាពអយុត្តិធម៌ពួកយើងតែងតែនឹកឃើញដល់ដំបូន្មានរបស់លោកជានិច្ចជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀតថ្ងៃនេះពួកយើងឈរនៅទីនេះមិនមែនដើម្បីយំសោកទាមទារក្តីអាណិតទេប៉ុន្តែដើម្បីអរគុណនិងធ្វើការសន្យាអរគុណលោកដែលបានបង្រៀនពួកយើងថាជីវិតដែលរស់នៅដើម្បីការពិតមានតម្លៃជាងជីវិតដែលរស់នៅក្នុងភាពភ័យខ្លាចនៅចំពោះមុខវិញ្ញាណក្ខន្ធលោកពួកយើងសូមបដិញ្ញាថាទោះបីជាសេរីភាពនិងយុត្តិធម៌ត្រូវបានគេជន់ឈ្លីទោះបីជាការគំរាមកំហែងនៅរងចាំនៅខាងមុខក៏ពួកយើងនឹងមិនបោះបង់ស្មារតីនោះឡើយយើងនឹងបន្តនិយាយការពិតបន្តការពារយុត្តិធម៌និងបន្តក្រោកឈរទាមទារអធិបតេយ្យភាពជាតិមកវិញឲ្យទាល់តែបាន10ឆ្នាំកន្លងផុតតែឈាមនៃការពិតនៅតែមានដង្ហើមជារៀងរហូតអរគុណលោកបណ្ឌិតពួកយើងនឹងចងចាំវីរភាពរបស់លោកអស់មួយជីវិតសូមលោកបណ្ឌិតកាំលីកើតមកជាខ្មែរម្ដងទៀតយុទ្ធធម៌មានសម្រាប់លោកកាំលីយុទ្ធធម៌ប្រពជាប្រដ្ឋខ្មែរទាំងអស់គ្នាយុទ្ធធម៌ត្រូវតែមានសម្រាប់លោកបណ្ឌិតកាំលីយុទ្ធធម៌កម្ពុជាត្រូវតែមានយុទ្ធធម៌ពួកយើងនៅតែចងចាំលោកបណ្ឌិតកាំលីដដែលចងចាំឈាមកងខ្មែរនៅដល់គ្រប់ទិសទីឈាមអ្នកតស៊ូនៅតែមានស៊ូឈាមនៃការពិតទោះបីជាគេមិនឲ្យយើងនិយាយការពិតតែយើងត្រូវតែនិយាយការពិត